บ้านเนี่ยมันคลังที่มีแนะนามาช่วยเนี่ยเตะสุดท้ายบางคนต่อคนนี้เรานี่ขยมมีนไปเทนบาดมุ้ยแต่ต้องแต่นังบ้านเนี่ยมันคลังที่มีแนะนามาช่วยยังเตะให้ขยมมีนสำนวนมุ้ยจังฝืบบางคนคือทาตารอคนนี้ทลบแต่ดูให้กระดองวิ่งได้ระเบียบนาชีวิตระบอบมันกรุบรูปสแต่ทลบฉลองกัดเป้เวลาและดูเป้เวลาได้เอาสังคมให้ขนมเกลียนโนได้យើងតែងតែសម្លឹងរកនរណាម្នាក់ឲ្យលើកយើងក្រោកប៉ុន្តែការពិតដ៏សែនវិញរបស់ជីវិតយើងគឺថាបានអ្នកមិនខ្លាំងគ្មានអ្នកណាជួយយើងទេជីដូនជីតាខ្មែរយើងបានបន្សល់ទុកសុភាសិតមួយមានចំណងជើងថាខ្លាំងមិនបាច់ធំធំមិនបាច់ខ្លាំងដែលបញ្ជាក់ថាភាពខ្លាំងមិនមែនសន្ធិដ្ឋានត្រង់រូបរាងកាយខាងក្រៅនោះទេប៉ុន្តែវាសន្ធិដ្ឋានត្រង់ខ្លឹមសារខាងក្នុងថ្ងៃនេះខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់គ្នាមកគិតឲ្យស៊ីជម្រៅជាមួយគ្នាថាតើឃ្លានេះមានន័យដូចម្តេចសម្រាប់សង្គមខ្មែរយើងតើខ្លាំងមានន័យដូចម្តេចជាដំបូងយើងត្រូវតែយល់ឲ្យច្បាស់ពាក្យថាខ្លាំងនៅទីនេះមិនមែនសំដៅទៅលើកាយសម្បទាដោយកីឡាករនោះទេភាពខ្លាំងពិតប្រាកដមាន4ប្រភេទខ្លាំងផ្នែកចិត្តគំនិតភាពក្លាហានអត់ធន់និងចិត្តមិនបោះបង់ចោលពេលជួបឧបសគ្គខ្លាំងផ្នែកចំណេះដឹងនិងជំនាញដែលអាចយកទៅប្រកួតប្រជែងនៅក្នុងសង្គមបានខ្លាំងផ្នែកសេដ្ឋកិច្ចសមត្ថភាពផ្គត់ផ្គង់ខ្លួនឯងនិងគ្រួសារដោយមិនចាំបាច់រង់ចាំពឹងអ្នកដទៃខ្លាំងផ្នែកចរិតលក្ខណៈភាពស្មោះត្រង់ភាពគួរឲ្យទុកចិត្តដែលធ្វើឲ្យអ្នកដទៃចង់នៅក្បែរនិងគាំទ្រដូច្នេះនៅពេលដែលនរណាម្នាក់មិនខ្លាំងនោះមិនមែនមានន័យថាគាត់ខ្សោយកម្លាំងនោះទេប៉ុន្តែអាចមានន័យថាគាត់កំពុងតែខ្វះខាតនៅក្នុងចំណោមទាំង4នេះដែលធ្វើឲ្យគាត់ពិបាកនឹងឈរជើងដោយខ្លួនឯងបានហេតុអ្វីបានជាសង្គមខ្មែរផ្ដោតតម្លៃទៅលើភាពខ្លាំងទី1មេរៀនទាក់ទងទៅនឹងប្រវត្តិសាស្ត្រជាប្រវត្តិសាស្ត្រខ្មែរគឺជាសាក្សីមួយបន្ទាប់ពីសម័យខ្មែរក្រហមដែលគ្រួសារជាច្រើនបានបែកខ្ញែកទ្រព្យសម្បត្តិខូចខាតទាំងស្រុងប្រជាជនខ្មែរអាចក្រោកឡើងវិញបានគឺអ្នកដែលមិនរង់ចាំជំនួយប៉ុន្តែចេះខិតខំរកមធ្យោបាយផ្គត់ផ្គង់ជីវិតដល់ខ្លួនឯងជាមុនសិនដីធ្លីនៅជាដីធ្លីដដែលប៉ុន្តែជីវិតក៏សាងឡើងវិញបានគឺមកពីកម្លាំងចិត្តរបស់មនុស្សម្នាក់ទី2ការប្រកួតប្រជែងសម័យបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះប្រទេសកម្ពុជាបានឈានទៅកាន់តែជ្រៅនៅក្នុងវិស័យសេដ្ឋកិច្ចទីផ្សារសេរីដោយយោងទៅតាមស្ថិតិនានាយុវជនកម្ពុជាបានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រជាច្រើនជារៀងរាល់ឆ្នាំមានចំនួនរាប់ម៉ឺននាក់តែកន្លែងការងារល្អមានកម្រិតនៅចំពោះមុខស្ថានភាពបែបនេះចំណេះដឹងជំនាញនិងឆន្ទៈការតស៊ូគឺជាកត្តាសំខាន់ដែលកំណត់ថានរណាគឺទទួលបានឱកាសហើយនរណានឹងនៅជាប់គាំងគ្មាននរណាម្នាក់អាចធ្វើការប្រឡងអាចធ្វើតេស្តសម្ភាសចំនួនអ្នកបានឡើយចំណុចទី3ភាពខ្លាំងកន្លងនៃការទាក់ទាញជំនួយនេះគឺជាចំណុចមួយសំខាន់អ្នកដែលចង់ជួយនរណាម្នាក់ច្រើនតែផ្ដោតទៅលើការយកចិត្តទុកដាក់ទៅលើអ្នកដែលបង្ហាញការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនជាមុនសិនឧទាហរណ៍សិស្សក្រីក្រដែលរៀនពូកែជានិច្ចកាលងាយទាក់ទាញអាហារូបករណ៍និងគាំទ្រពីលោកគ្រូអ្នកគ្រូច្រើនជាសិស្សដែលមានលទ្ធភាពប៉ុន្តែខ្ជិលច្រអូសកសិករដែលចេះកសាងបច្ចេកទេសដាំដុះថ្មីដែលខ្លួនឯងជានិច្ចកាលទទួលបានឥណទានឬការបណ្ដុះបណ្ដាលបន្ថែមពីអង្គការអភិវឌ្ឍន៍អ្នកជំនួញតូចតាចដែលចេះខិតខំប្រឹងប្រែងដោះស្រាយបញ្ហារបស់ខ្លួនឯងសិនជានិច្ចកាលអាចទាក់ទាញដៃគូវិនិយោគឬធនាគារឲ្យខ្ចីប្រាក់ផ្ទុយទៅវិញបើអ្នករងចាំតែជំនួយដោយមិនផ្លាស់ប្ដូរខ្លួនឯង
ច្រើនតែជាប់គាំងក្នុងការវង្វេងនៃភាពក្រីក្រនិងភាពអស់សង្ឃឹមដដែលនេះមិនមែនជាការឃោសនាឲ្យគិតពីខ្លួនឯងនោះទេប៉ុន្តែការពិតដែលយើងត្រូវទទួលស្គាល់គឺដើម្បីអាចរស់នៅឲ្យត្រឹមត្រូវនៅក្នុងសង្គមបានចំណុចទី4ប៉ុន្តែខ្លាំងមិនមែនស្មើនឹងភាពឯកានោះទេទោះជាយ៉ាងណាខ្ញុំមិនឲ្យបងប្អូនយល់ច្រឡំថាភាពខ្លាំងមានន័យថាត្រូវតែរស់នៅម្នាក់ឯងឯកានោះទេដោយមិនចាំបាច់អ្នកដទៃឡើយសង្គមខ្មែរជាសង្គមមួយដែលមានប្រពៃណីខូបខ្នងជួយគ្នាទៅវិញទៅមកនៅក្នុងឃុំនៅក្នុងព្រះវិហារនិងនៅក្នុងគ្រួសារភាពខ្លាំងដ៏ពិតប្រាកដមិនមែនមានន័យថាបដិសេធការជួយពីអ្នកដទៃនោះទេប៉ុន្តែមានន័យថាត្រូវតែខ្លាយទៅជាគ្រឹះរបស់ខ្លួនឯងឲ្យបានមោះមុតសិនមុននឹងអាចទទួលឬបែងចែកជំនួយបានប្រកបទៅដោយចីរភាពដើមឈើដែលមានមុតមមទៅអាចទទួលទឹកភ្លៀងនិងកម្ដៅថ្ងៃដើម្បីលូតលាស់បានដើមឈើដែលមានឫសសទោះមានទឹកភ្លៀងច្រាស់ប៉ុណ្ណាក៏មិនអាចលូតលាស់បានដែរមនុស្សក៏ដូចគ្នាដែរជំនួយពីក្រៅគឺជាទឹកភ្លៀងដែលឫសសដែលត្រូវចាក់ជ្រៅគឺជាកិច្ចការប្រឹងប្រែងរបស់ខ្លួនឯងចំណុចទី5តើយុវជនខ្មែរគួរធ្វើដូចម្តេចដើម្បីក្លាយទៅជាមនុស្សខ្លាំងនិងអាចរួមចំណែកអភិវឌ្ឍសង្គមជាតិបានខ្ញុំបានស្នើឲ្យបងប្អូនយុវជនទាំងអស់អនុវត្តនៅចំណុចទាំង4ដូចខាងក្រោមទី1ខិតខំសិក្សានិងបង្កើនចំណេះដឹងជានិច្ចពីព្រោះចំណេះដឹងជាទ្រព្យសម្បត្តិមួយដែលគ្មាននរណាម្នាក់អាចលួចបានឡើយទី2វឹកហាត់ជំនាញវិជ្ជាជីវៈជាក់ស្ដែងដើម្បីមានលទ្ធភាពរកចំណូលនិងគ្រប់គ្រងជីវិតដោយខ្លួនឯងទី3កសាងភាពរឹងមាំផ្នែកចិត្តវិទ្យាចេះទទួលយកបញ្ហាចេះក្រោកឡើងវិញបន្ទាប់ពីរាល់ការដូរទី4កុំភ្លេចលើកដៃជួយអ្នកដទៃនៅពេលដែលខ្លួនឯងមានលទ្ធភាពដើម្បីបន្តការសិក្សាស្មារតីសាមគ្គីជាតិខ្មែរសេចក្តីសន្និដ្ឋានបងប្អូនជាទីគោរពទាំងអស់គ្នាឃ្លាបើអ្នកមិនខ្លាំងគ្មានអ្នកណាមកជួយអ្នកទេមិនមែនជាការនិយាយឲ្យអស់សង្ឃឹមឬបដិសេធសារៈសំខាន់នៃការជួយគ្នាទៅវិញទៅមកនោះទេផ្ទុយទៅវិញវាជាការរំលឹកយើងគ្រប់គ្នាថាជំហានទី1នៃភាពជោគជ័យតែងតែចាប់ផ្ដើមចេញពីខ្លួនយើងផ្ទាល់សូមកុំរងចាំនរណាម្នាក់មកសង្គ្រោះជីវិតយើងជាមុនប៉ុន្តែសូមចាប់ផ្ដើមសាងខ្លួនយើងឲ្យរឹងមាំសិនដើម្បីថ្ងៃណាមួយយើងអាចជាកម្លាំងជាទីពឹងជាដៃដែលលើកអ្នកដទៃឲ្យក្រោកឡើងវិញផងដែរសូមចងចាំថាភ្នំដ៏ខ្ពស់បំផុតក៏ចាប់ផ្ដើមចេញពីដីមួយចំណិតដែរចូលយើងចាប់ផ្ដើមថ្ងៃនេះទាំងអស់គ្នាសូមអរគុណសម្រាប់ការស្ដាប់តាំងពីដើមរហូតដល់ចប់ប្រសិនបើអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍សូមចុចសញ្ញា Share ហើយនិង Comment ហើយនិងពាក្យថា Subscribe ខាងក្រោមសូមអរគុណ